ចឹងបានព្រះអង្គសម្ដែងតែមានទ្រព្យប្រើឲ្យត្រូវក្នុងផ្លូវ4ទី1ធ្វើអីញោមទី1ព្រះលើកថាបើមានទ្រព្យទី1ដោះបំណុលចាស់គឺនាំគ្នាបើបំរើម៉ែបំរើឪឲ្យល្អគឺអ្នកមានគុណយើងណាព្រះក្នុងផ្ទះណាបើថាម៉ែខ្វះផ្ទះធ្វើផ្ទះថ្មីឲ្យគាត់ហើយបើថាឪខ្វះក្រែទិញក្រែថ្មីហើយបើថាម៉ែខ្វះពូកទិញពូកដាក់បើម៉ែខ្វះភួយទិញភួយបើម៉ែខ្វះអីទិញហ្នឹងទំនុកបំរុងម៉ែឪហ្នឹងឲ្យល្អនិយាយងាយស្ដាប់ដោះបំណុលចាស់ហ្នឹងគឺមើលម៉ែមើលឪចិញ្ចឹមម៉ែចិញ្ចឹមឪបើមានទ្រព្យហើយពេលណាមានទ្រព្យនឹងទី1ទី2បលបំណុលថ្មីក្រោយពីមើលម៉ែមើលឪដោយល្អហើយគេឲ្យមើលប្រពន្ធកូនខ្លួនឯងឲ្យល្អទៀតកាលណាពីមុនក្រឥឡូវមានហើយចឹងដំកវលពេជ្រអញ្ជៀនពេជ្រកវលត្រាអីកពេជ្រណែមាសពេជ្រប្រាក់កែវកងនោះមកឲ្យប្រពន្ធឲ្យកូនបើកហាងឲ្យកូនរស់ស៊ីឲ្យកូនមានមុខរបរឲ្យកូនរៀនចប់ចុងចប់ដើមឲ្យប្រពន្ធល្អឲ្យប្រពន្ធមានរបស់ប្រើប្រាស់គ្រប់យ៉ាងតាមអ្វីដែលតម្រូវការប្រពន្ធចង់បាននឹងមិនបាច់ទៅមុខទៀតទេគ្រាន់ចង់បញ្ជាក់ថាទី1មានទ្រព្យមើលម៉ែមើលឪមើលម៉ែបំរើឪម៉ែដោយល្អហើយទី2មើលប្រពន្ធកូនខ្លួនឯងឲ្យល្អទៀតមិនបានព្រះលោកសម្ដែងថាអញ្ចឹងមកពីព្រះអង្គលោកដឹងចិត្តនិស័យរបស់មនុស្សប្រុសកាលដែលមិនទាន់មានលុយគឺនៅតែផ្ទះទេដល់ពេលមានលុយជាបែកចិត្តគំនិតទៅនឹកឃើញរឿងអីផ្សេងណាយាយណាញោមណាញោមមិនអញ្ចឹងហើយញោមមិនមែនលោកចេះថាទេយើងមើលខ្លួនយើងមនុស្សប្រុសយើងកាលពីមិនទាន់មានចេះឡាញ់ពុនឡាញ់កូននៅតែផ្ទះប៉ុន្តែមានលុយមានទ្រព្យតាំងនឹកឃើញរឿងអីផ្សេងអញ្ចឹងបានព្រះអង្គលោកសម្ដែងហាមចឹងទី1ពេលមានទ្រព្យមើលម៉ែមើលឪបន្ទាប់ពីមើលម៉ែមើលឪហើយមានទ្រព្យត្រូវឃើញប្រពន្ធមើលប្រពន្ធកូនឲ្យបានមុនអ្នកណាទាំងអស់អ្នកណាក៏មិនល្អដោយប្រពន្ធកូនយើងដែរមើលប្រពន្ធកូនយើងមុនបន្ទាប់ពីមើលម៉ែមើលឪហើយដល់ទី3បោះចូលក្នុងជ្រោះជ្រៅក្រោយមើលប្រពន្ធកូនហ្នឹងនឹកកាពះខ្លួនឯងផងតែប្រឹងភ្លេចមើលកាពះហ្នឹងងាប់ចោលប្រពន្ធចោលកូនដោយព្រះអង្គសម្ដែងណមនុស្សម្នាក់គាត់ការភរិយាគាត់នឹងក្មេងស្អាតមែនតែនញោមហើយរូបគាត់នឹងវាខ្មៅអាក្រក់ទៅតដឹងគេចេះយកគេអាណិតស្រឡាញ់ទៅគេឲ្យកូនកំមុំនឹងទៅហើយអ្នកដតីតដឹងបានគាត់តដឹងបានហើយដល់ប្រពន្ធវាស្អាតវាល្អចឹងពេកមួយថ្ងៃខំប្រឹងរកស៊ីលីសៃកាប់កោះរែកពុនវាមនុស្សប្រុសជំនាន់ដើមមានប្រាក់ខែមានការងារមន្ត្រីរាជការកុងសីអីនៅក្នុងប្រូណាមានតែកាប់កោះដូចគ្នាហ្នឹងកាប់កោះលីសៃរែកពុនព្រឹកថ្ងៃយប់ព្រឹកថ្ងៃបំរើបាយទឹកនំចំណីត្រីសាច់គ្រប់យ៉ាងទាំងអស់លើប្រពន្ធនឹងគឺយកអាភិរៈគ្រប់យ៉ាងទាំងធ្ងន់ទាំងស្រាលហ្នឹងមកដាក់លើខ្លួនឯងទាំងអស់អត់ដេកអត់ពួនខំប្រឹងរមកធ្វើម៉េចយកចិត្តប្រពន្ធយកចិត្តម៉ែឪក្មេកអត់តាន់បានហ្មងព្រោះដាច់ចោលងាប់ចោលប្រពន្ធបានអញ្ចឹងអាផឹងភ្លេចខ្លួនឯងហ្នឹងក៏ព្រះលោកហាមដែរហ្នឹងណៅហើយស្លាប់ទៅអាមុនស្លាប់នេះមុនដៃខ្យល់នឹងមើលមុខប្រពន្ធមកក្បែរជើងឲ្យសម្លឹងមុខប្រពន្ធចេះនឹកក្នុងចិត្តអូនណាបើបងដៃខ្យល់ទៅអូនស្អាតអូនល្អយ៉ាងហ្នឹងមិនដឹងអូនបានទៅបរោះណាបន្តពីបងទៅទៀតតែចេះនឹកចឹងស្អាតដៃខ្យល់ផឹកតើកើតជីងចក់នៅលើផ្ទះហ្នឹងមានទៅណាឆ្ងាយបើអារម្មណ៍នៅមួយប្រពន្ធដល់ប្រពន្ធនេះមិនបានហ្មងគេយកប្តីទៀតចឹងគេនៅក្មេងមែនតាអីតើយើងតែយើងទៅមុនគេនៅក្មេងគេយកទៀតហ៎យកពុនទៀតប៉ុណ្ណាយកប្តីទៀតប៉ុណ្ណាហើយស្ត្រីនេះដូចកំរបើថាប្តីស្លាប់ទៅអាយុត្រឹម40ក្រាស់50ជាងអីឈប់មកឃើញច្រើនកំរណាស់តែបើបរោះវិញកំថា40ជាង50ជាង75ហើយហ្នឹងនៅឆ្លៀតតដឹកអាយុអីណែយាយអាយុ25 32មកទៀតណាហ្នឹងហើយនិយាយលេងទេចេះមែនតាយើងណែទេបងដល់គេយកប្តីទៀតចឹងมันគេការហើយมันគេរួមរស់នៅមួយគ្នាហើយនៅមួយគ្នាតែនៅណាមិននៅក្នុងផ្ទះហ្នឹងហើយអានៅក្នុងផ្ទះខ្លួនឯងហ្នឹងហើយខ្លួនឯងទៅកើតនៅណាមិននិយាយជីងចោលនៅលើរត់ហ្នឹងហើយដល់ពេលថ្ងៃយប់អីឲ្យតែពេលណាគេនៅជាមួយប្តីពុនគេអាឯងប្តីមុនយប់រត់ទៅរត់មកខំមួមកណាអាប្តីក្រោយនេះហ្នឹងខឹងណាស់ឯងមកកញឹកកញុកប្រពន្ធអញអីនឹងស្រឡាញ់ប្រពន្ធហើយដល់គេមកនៅមួយប្រពន្ធហើយគេមានដឹងឯងប្តីនៅជីងចក់នៅលើហ្នឹងណាគេមានដឹងទេដឹងអាប្តីអញងាប់ហើយហ្នឹងខឹងអើយខឹងដល់ពេលថ្ងៃមួយគេនៅមួយគ្នាពេលថ្ងៃណាឯងនេះអាណែពេលយប់ណាឯងខំរត់ចោះរត់ឡើងវារបូតជើងធ្លាក់ទៅគេលមៀលអោបគ្នាណាកាន់មួយលើកងាប់បាត់ទៅកើតជាតកែនៅក្នុងផ្ទះនឹងទៀតហើយងាប់ពេលតកែនៅទៅតកើតជាពស់ហើយងាប់ដោយសារប្តីក្រោយនឹងរហូត
ច្រើនជាតិណាតកើតជាពោះនៅលើរត់នឹងទៀតទៅចាំមើលតែគេនៅជាមួយគ្នាណាខឹងរត់ចុះរត់ឡើងរត់ចុះរត់ឡើងអាពេលមួយគេនៅជាមួយគ្នាពេលថ្ងៃដល់គេនៅជាមួយគ្នាហ្នឹងទៅហើយគេចប់សក់គ្រប់ទៅគេសម្រានទៅมันគេសម្រានมันភ្នែកឡើងលើมันដេកมันភ្នែកឡើងលើចេះมันងាកទៅវាមិនឃើញអាពោះនឹងនៅលើរត់ហើយមនុស្សស្រីតែឃើញពោះ20ស្រែកស្រន់ស្លោហើយដល់អញ្ចឹងអាប្តីមនុស្សប្រុសនេះមិនទៅស្រែកស្រន់ស្លោដោយមនុស្សស្រីអីទៅទាញដបងមកទាញដាក់ពោះងាប់ដោយសារប្តីក្រោយនេះទៀតហើយនិយាយរួមងាប់ដោយសារប្តីក្រោយនឹងរហូតហើយដល់ពេលអស់ពីកើតជាពោះមកកើតជាឆ្កែកូនឆ្កែហ្នឹងហើយដល់ពេលកើតជាឆ្កែក្នុងផ្ទះហ្នឹងយកពីត្រុកតាំងពីកើតមកគឺវាស្រឡាញ់ម្ចាស់ហ្នឹងគឺម្ចាស់ស្រីហ្នឹងគឺស្រឡាញ់ណាស់ម្ចាស់ស្រីហ្នឹងទៅដាក់បាយជ្រូកអាហ្នឹងវាទៅបក់កតុយនៅក្បែរជ្រូកម្ចាស់ស្រីទៅងូតទឹកវាទៅអង្គុយមុខបន្ទប់ទឹកម្ចាស់ស្រីនៅចក្រានបាយវាទៅអង្គុយក្បែរជង្គង់ក្បែរចក្រានបាយពងថាទៅណាវាដើរតាមគ្រប់ជំនាញចោះក្នុងខ្លួនវាដឹងតែពុនអញហើយចុះតាមពុនរហូតបងហ្នឹងប៉ះប្រពន្ធមានតែដឹងណាអត់ដែរដឹងទេអត់ដែរដឹងតាំងពីជីងចក់តាំងពីតកែតាំងពីពោះតាំងមកពីឆ្កែក៏អត់ដឹងគ្មានដឹងតែប្តីទេប៉ុន្តែពេលមួយស្លាប់ដោយសារប្រពន្ធអាជាតិជាឆ្កែហ្នឹងមិនមែនស្លាប់ដោយសារប្តីទេពេលមួយគេយកបាយឲ្យប្តីគេនៅចកាហើយគេដើរយកបាយប្តីគេអានេះវារត់ទៅតាមរហូតទៅណាវារត់ទៅតាមរហូតដល់ពេលរត់តាមរហូតអញ្ចឹងពេលចេញផុតពីផ្ទះថ្ងៃហ្នឹងអ្នកស្រុកគេបង្អាប់លេងគេថាយើងថ្ងៃហ្នឹងមិនបាច់នាំវាចេញទៅបបាញ់ទេនាងព្រានគេចេញទៅបាញ់យើងចាំសុំមកសាច់ពីគេមកញោមជំនាន់ដើមតែកាលណាអ្នកណាហ៊ាននិយាយហៅស្ត្រីណាថានាងព្រានស្មើនឹងជេរគេអាក្រក់ពីអាក្រក់ណាមួយដែលអាក្រក់ហ្មងណាគឺស្មើនឹងប្រមាថកាប់ទៀនគេមិនធម្មតាមិនដែលមានពាក្យនាងព្រានទេមានតែប្រុសព្រានមានតែមនុស្សទេដែលធ្វើព្រានមានតែមនុស្សប្រុសទេដែលព្រានតបបាញ់មិនដែលមានស្ត្រីតបបាញ់គឺស្ត្រីមានតម្លៃណាស់ដូចជាអញ្ចឹងបានចាស់បុរាណគេប្រើពាក្យថាស្ត្រីវិលចង្ក្រានមិនជុំនោះមានន័យថាស្ត្រីនៅតែក្នុងផ្ទះមើលតែកូនមើលតែរបស់ក្នុងផ្ទះទេមិនដែលចេញតបបាញ់រស់ស៊ីខាងក្រៅទេតែប្តីទេដល់គេហៅនាងព្រានខឹងយំខឹងគេមើងងាយហើយសួរតាហេតុអីបានគេហៅនាងព្រានអាសាឆ្កែនឹងរត់តាមបើទៅណាទៅតាមឲ្យព្រានតែបើទៅណាមានឆ្កែទៅតាមទៅតាក់សัตว์ឆ្កែដេញ3 5 6ទៅតាមដល់ពេលខឹងអាគេថានឹងមកជុំឯងងុំអាកតុយរត់ពីក្រោយហែងមកពីហែងបាទគេថាអញហ្នឹងអញ្ចឹងដើរទៅដល់មាត់ស្ទឹងមួយបក់ដៃឲ្យវាមកចិត្តចងដៃចងជើងបោះទម្លាក់ទឹកស្ទឹងទៅងាប់ដោយសារប្រពន្ធណាកើតជាឆ្កែហ្នឹងកាត់សេចក្តីនៃរូតមកញោមមកនាងប្រពន្ធនេះគ្រាន់តែគេបោះទម្លាក់ទឹក499ជាតិអាជាតិចុងក្រោយជាតិទី500ហ្នឹងមកកើតជាប្រពន្ធនាយសំពៅគឺឆ្កែហ្នឹងជាប្តីនឹងឯងបានមកធ្វើប្តីវិញជាតិទី500បានជាប្តីវិញហើយនាងដែលបោះឆ្កែទម្លាក់ទឹកជាប្រពន្ធហ្នឹងមកកើតជាប្រពន្ធនាយសំពៅដល់ពេលថ្ងៃមួយប្តីចេញទៅរកស៊ីនៅសំពៅប្រពន្ធសុំទៅតាមទៅដល់ពាក់កណ្ដាលសពុតសមុទ្រសំពៅនោះវាកើងវាទៅមុខទៅក្រោយទៅគេចាប់ស្លាកចំ3ដងនៅលើនាងហ្នឹងក៏អត់មានអាណាហ៊ានចងនាងហ្នឹងផ្អោកក្តារបោះទម្លាក់ទឹកទេគេខ្លាចគ្រប់តែគ្នាគេខ្លាចជាប់ពីអញ្ចឹងប្តីខ្លួនឯងបោះនាងនឹងទម្លាក់ទឹកសំពៅទៅមុខធម្មតាកាត់សេចក្តីនៃរូបមកឈប់និយាយទៅទៀតវែងវសជាតិច្រើនពេកអាជាតិចុងក្រោយជាឆ្កែប្រពន្ធអ្នកបោះទម្លាក់ទឹកដល់ពេលទីបំផុតអាជាតិទី500ប្រពន្ធខ្លួនឯងអស់កម្មអាជាតិទី500ហ្នឹងអត់មានអាណាបោះទម្លាក់ទឹកប្តីខ្លួនឯងបោះទម្លាក់ទឹកវិញឃើញវាសងនេះញោមអញ្ចឹងប្រយ័ត្នណាញោមហើយជាពិសេសអាណាចូលចិត្តស៊ីឆ្កែណែចងដាក់ក្នុងបាវចងមាត់ហើយបោះគេទម្លាក់ទឹកហ្នឹងងាប់ហើយឯងមិនដឹងជាតិក្រោយគេបោះទម្លាក់ទឹកម៉ាដងទេហ្នឹងហើយពិចារណាទាំងអស់គ្នាខ្ញុំឯងមើលគាត់បោះគេទម្លាក់ទឹកតែម្ដងក៏គេបោះឯងទម្លាក់ទឹក500ជាតិណាខ្ញុំគិតមើលហ្នឹងមិនបាច់ទៅមុខទៀតទេចង់បញ្ជាក់ថាព្រះអង្គសម្ដែងណាទី1មានទ្រព្យដោះបំណុលចាស់ទី2បលបំណុលថ្មីបំណុលចាស់មើលម៉ែមើលឪទី2បលបំណុលថ្មីចិញ្ចឹមបុត្រភរិយាទី3បោះចូលក្នុងជ្រោះជ្រៅកុំភ្លេចខ្លួនឯងមានបណ្ណាក៏ដោយក្រក៏ដោយមានក៏ដោយត្រូវគិតសុខភាពខ្លួនឯងហ្នឹងដូចពាក្យយើងមានសង្ឃឹមដែរទោះបីយើងចត់តិទៅហើយប៉ុន្តែបានកូនហ្នឹងគេផ្ញើសេចក្តីល្អឲ្យហើយជិះបើចំកូនមិច្ឆាទិដ្ឋិមួយថ្ងៃនៅតែទៀមកខ្វេនៅតែក្លឹបបាបៀបននៅតែស្រីនៅតែស្រានៅតែលបែងអបាយមុខនឹងយើងបានអីជាទីពឹងមិនបានមកថាអញ្ចឹងចុះបើអង្ការដែលយើងនៅរស់ក្នុងនាមជាម្ដាយជាឪពុកនឹងមួយថ្ងៃគិតតែប្រឡាក់ទៅដោយអកុសលខ្លះកុសលខ្លះរស់ស៊ីកັບកេងប្រវាញ់ភ្នែកអញ្ជីងបំបត្តិជីវិតគេដើម្បីកូនហើយដល់ពេលទីបំផុតទៅយើងផុតរលត់ទៅភ្លេចគិតថាឥឡូវ70 80ឆ្នាំហើយអញ្ចឹងជារៀបជាធិវាចូលមកហើយពេលវេលានៃជីវិតហ្នឹងវានៅខ្លីហើយអត់បានភ្ញាក់រលឹកទៅចម្រើនសេចក្តីល្អដល់ពេលហ្នឹងវាផុតទៅ
សង្ឃឹមលើកូនប៉ុន្តែបើកូនមិនឆាទិដ្ឋិទាំងអស់អានឹងយើងអត់មានអីជាទីពឹងទេអ្វីដែលអាត្មាលើកឡើងនឹងចង់ដាស់សតិញាតិញោមតតន់យើងទាំងអស់គ្នានៅស្ដាប់ធម៌កើតដោយញោមអាចារ្យគាត់បញ្ជាក់ខាងដើមមិញណាព្យាយាមនាំគ្នាទៅស្ដាប់ធម៌ទៅចម្រើនសេចក្តីល្អគុណធម៌ក្នុងចិត្តព្រោះធម៌នឹងជាឱសថសម្រាប់ញ៉ាំងយើងទាំងអស់គ្នានឹងឲ្យភ្លឺស្វាងឡើងនឹងកាលមុនយើងមានមិច្ឆាទិដ្ឋិសស្សតទិដ្ឋិឧច្ឆេតទិដ្ឋិកុសលធម៌ឬធម៌ទាំងឡាយរបស់ព្រះដែលមានពភៈអាចញ៉ាំងយើងឲ្យភ្លឺស្វាងឡើងឲ្យលះទៅនៅមោហៈនិងអវិជ្ជានឹងទៅបានកាលណាយើងលះទៅនៅមោហៈនិងអវិជ្ជាយើងយល់ឃើញត្រូវហើយតសមាទិដ្ឋិកើតហើយគឺកុសលដឹងអាដល់ព្រមបងកាលណាគិតត្រូវមិនទាន់បានចេញសកម្មភាពចម្រើនសេចក្តីល្អកាលណាគិតត្រូវហ្នឹងក៏ព្រះអង្គទៅសើតែជាមហាកុសលមួយដ៏ធំជាងកុសលណាទាំងអស់នឹងហេតុអីបានព្រះអង្គសម្ដែងថាអញ្ចឹងពីព្រោះទោះបីជាកាយយើងទៅប្រព្រឹត្តកុសលក៏ដោយប៉ុន្តែបើអាចិត្តនេះអាគំនិតនេះវាមិនយល់ទៅនៅក្នុងសមាទិដ្ឋិផងគឺក៏មិនកើតជាកុសលបងហើយយើងនាំគ្នាមកប្រព្រឹត្តសេចក្តីល្អហ្នឹងក៏ដោយសារមានសមាទិដ្ឋិយល់ទៅធ្វើបុណ្យរមែងទទួលផលបុណ្យធ្វើបាបរមែងទទួលផលបាបនេះក៏តយល់ឃើញត្រូវអញ្ចឹងបាទកាយយើងមកថ្វាយអង្គមព្រះសពះប្រសង់មកប្រព្រឹត្តសេចក្តីល្អកើតនឹងអញ្ចឹងណាញោមហើយកុំចាំដល់70 80បាទភ្ញាក់រលឹកទៅរកសេចក្តីល្អញោមហើយណអាយុដឹងក្តីពេលណាទូមានកូនឲ្យខំប្រឹងចម្រើនសេចក្តីល្អទៅឲ្យហើយទៅកុំចាំដល់70 80ហើយដល់ពេលពីក្មេងក៏យើងប្រព្រឹត្តសេចក្តីល្អដល់ចាស់ទៅដោយលោកយាយសក្មាណាទាំងអស់គ្នានាំគ្នាលះបង់ប្តីលះបង់កូនចោលល្អមកប្រព្រឹត្តសេចក្តីល្អប៉ុន្តែមិនមែនលះបង់ចោលល្អហ្នឹងមិនមែនលែងគិតកូនទេយើងជាបុថុជនមកនិយាយចឹងមិនមែនឲ្យញោមលះកូនលះប្តីចោលដោយមិនមានឆន្ទរាគៈគឺការជាប់ជាពាក់នឹងការខ្វាយខ្វល់នឹងបំពេញកាតព្វកិច្ចទូនាទីក្នុងនាមយើងជាម្ដាយជាភរិយាទេគ្រាន់តែចង់បញ្ជាក់ថាលះផ្លូវចិត្តគឺការជាប់ជាពាក់ច្រើននឹងដោយលោកយាយមើលទាំងអស់គ្នាគួរជាទីជ្រះថ្លាចាស់ទៅយើងលះទៅនៅការជាប់ជាពាក់ផ្លូវចិត្តនឹងខ្លះដើម្បីបានមកប្រព្រឹត្តព្រហ្មចរិយធម៌អានឹងឈ្មោះថាយើងបានដាំពូជបានសង់ស្ពានសម្រាប់នាំខ្លួនយើងទៅអនាគតជាតិទៅលោកកតរៈមួយទៀតយើងចម្រើនទៅដោយអរិយទ្រព្យចម្រើនទៅដោយកុសលធម៌ដ៏វិសេសនឹងយើងបានដាំពូជមនុស្សស័ក្តិសម្បត្តិទាំងចាក់ទៅជាតិមួយផ្សេងទៀតនឹងតើយើងភ្ញាក់រលឹកចឹងណាញោមរូតរះអោហាព្យាយាមសន្សំសេចក្តីល្អដូចយើងសន្សំលុយសន្សំកាក់អញ្ចឹងនឹងប៉ុន្តែសេចក្តីល្អដោយព្រះអង្គសម្ដែងលោកអ្នកប្រាជ្ញពហុសោតលោកតែងនិយាយថាសេចក្តីល្អសម្រាប់អ្នកដែលយល់ត្រូវគឺងាយក្នុងការសន្សំប៉ុន្តែបើសម្រាប់អ្នកយល់ខុសមិច្ឆាទិដ្ឋិគឺពិបាកណាពិបាកក្នុងការសន្សំដូចគ្នានឹងបុគ្គលសមាទិដ្ឋិនិងអ្នកប្រព្រឹត្តទៅនៅសេចក្តីល្អមានហិរិនិងអតបៈក្នុងខ្លួនពិបាកក្នុងការធ្វើបាបណាដល់បុគ្គលដែលមិនមានសតិសម្បជញ្ញៈហិរិអតបៈក្នុងខ្លួនគិតថាបាបនោះស្រួលធ្វើណាស់នៅផ្ទុយនេះអញ្ចឹងនិយាយឲ្យងាយស្ដាប់អាអ្នកល្អឲ្យធ្វើល្អងាយណាស់ប៉ុន្តែបើឲ្យទៅប្រព្រឹត្តសេចក្តីអាក្រក់គឺពិបាកណាស់សម្រាប់ពួកគាត់រីឯអ្នកអាក្រក់ឲ្យមកប្រព្រឹត្តសេចក្តីល្អគឺលំបាកណាស់ប៉ុន្តែបើឲ្យទៅលួចមន់គេទៅឲ្យកាប់គេគឺលឿនណាស់វាស្រួលអញ្ចឹងវាផ្ទុយគ្នាយើងអ្នកធ្វើល្អនេះឲ្យទៅកាប់គេឲ្យទៅលួចគេឲ្យទៅយាយដើមគេឲ្យទៅហែកគេឲ្យទៅជេរគេឲ្យទៅបំភ្លៃការពិតហ្នឹងគឺពិបាកណាស់សម្រាប់យើងអ្នកមានសតិសម្បជញ្ញៈហិរិអតបៈនេះគឺមិនងាយធ្វើសេចក្តីអាក្រក់កើតទេនឹងទាំងផ្លូវកាយទ្វាវិជ័យទ្វាមโนទ្វានឹងត្រូវបានអត់សង្កត់ដោយសតិសង្វរៈនិងសីលសង្វរៈគឺអត់សង្កត់ដោយការសង្រួមទៅនៅក្នុងសិក្ខាបទរបស់យើងធ្វើឲ្យកាយទ្វាវិជ័យទ្វារបស់យើងនឹងដល់ទៅនៅរបៀបរៀបរយទៅជាកាយវិវេកទៅជាកាយស្ងប់ប្រាសចាកទៅនៅអកុសលអញ្ចឹងយើងប្រឹងចម្រើនសេចក្តីល្អទាំងអស់គ្នាឲ្យភ្ញាក់រលឹកតាំងពីក្មេងទៅឲ្យហើយទៅដូចថ្មនិយាយអញ្ចឹងយើងសមាទិដ្ឋិប៉ុន្តែមិនប្រកាសថាកូនយើងសមាទិដ្ឋិទេអញ្ចឹងអ្វីគ្រប់យ៉ាងកុំចាំដល់កូនផ្ញើឲ្យមិនយើងពិចារណាតែប៉ុណ្ណេះបានលោកយាយនៅរស់ហើយនៅជីវិតនៅរស់ជាងោឯងប៉ុន្តែពឹងចាំកូននៅបាត់ដបងហើយអាព្រៃវែងហើយអាកពតគេមួយខែគេផ្ញើឲ្យម្នាក់ 50000 នោះដូចតឹងទ្រូងណាយាយណាខែខ្លះគេសบายចិត្តគេផ្ញើឲ្យទៅខែខ្លះគេឆ្លោះមួយប្តីគេអត់ផ្ញើឲ្យទៅឯងចង់ចូលខ្លោងទ្វារលោក1លានហ្នឹងតើទាទេសុំគេហ្នឹងឯងហ្មងមិនអាចចិត្តសុំគេហ្នឹងចង់កន្លះឆ្នាំនឹងក៏ដេកគិត3 4 10យកមកមិនអាចចិត្តតែសុំគេអាសុំគេនឹងចាំគេផ្ញើឲ្យហូបនឹងមិនស្រួលទេដាក់តនេះញោម
ចឹងអាកុសលធម៌ពេលយើងឃ្លាតព្រាត់ទៅហើយចាំកូនគេធ្វើបុណ្យឲ្យផ្ញើឲ្យហ្នឹងវារឹតតែមិនស្រួលទៀតទេចឹងយើងប្រឹងចម្រើនសេចក្តីល្អភ្ញាក់រលឹកដូចនាងឧត្តរាណោះញោមមកធ្លាប់បញ្ជាក់ថានាងឧត្តរាមិនញោមចង់ស្ដាប់ធម៌នាងហ្នឹងធ្វើមិនហ៎ដើម្បីបានទៅធ្វើបុណ្យស្ដាប់ធម៌គេជួលស្ត្រីដតីឲ្យមកនៅបំរើប្តីដើម្បីមានពេលវេលាដកឃ្លាពីប្តីរួចទៅស្ដាប់ធម៌ព្រោះប្តីវាស្រឡាញ់ពេកដល់ស្រឡាញ់ពេកចឹងអត់ឲ្យដើរតាណាតាំងពីថ្ងៃការឲ្យ2ឆ្នាំគត់អត់ដែលឲ្យប្រពន្ធចេញពីផ្ទះសោះឲ្យនៅតែក្នុងផ្ទះហ្នឹងហើយដាក់អ្នកបំរើស្វែងស្ដាំដឹងដល់ម៉ោងបាយម៉ោងងូតទឹកហ្នឹងនៅតែក្នុងផ្ទះអត់មានឲ្យធ្វើអីឲ្យនាងនេះតាំងពីតាំងក្តីមកនៅជាមួយម្ដាយឪពុកទៅស្ដាប់តែធម៌ហើយដល់គេយកមកក្រុងនៅក្នុងផ្ទះអញ្ចឹងញោមមនុស្សធ្លាប់ស្ដាប់ធម៌ធ្លាប់ធ្វើបុណ្យមានសមាទិដ្ឋិយល់ឃើញត្រូវឲ្យសម្រេចសោតាតាំងពីក្មេងដូចយាយវិសាខាអញ្ចឹងនាងឧត្តរានេះដល់តែគេយកមកក្រុងនៅក្នុងផ្ទះអញ្ចឹងញោមនៅសុកឯងញោមអ្នកប្រព្រឹត្តធម៌ណាឲ្យមកនៅមួយកន្លែងនៅសុកឯងសុកមិនប្របាទេប៉ុន្តែនាងគិតថាបើអញអត់បានសន្សំពូជនៃកុសលនឹងទុកទេអញចាយអាពូជពីអតីតមកអស់ហើយអញទៅមុខទៀតម្លេះសំអត់មានពូជទៅប្រើនៅមុខទៀតទេឥឡូវបានប្តីស្រឡាញ់បានអ្នកបំរើស្វែងស្ដាំដោយសារពូជអញសន្សំពីមុនមកហើយឥឡូវនេះបើអត់ខំប្រឹងរូតរះទៅធ្វើបន់ទុកឲ្យហើយទេតែដៃខ្យល់ទៅអត់មានបានមកល្អដូចជាតិនឹងទៀតទេអត់មានបានគេមកថ្នាក់ថ្នមទៀតទេដល់គិតចឹងសុំប្តីសុំម្ដងគេមិនឲ្យទៅ2ដងគេមិនឲ្យទៅ3ដងគេមិនឲ្យទៅដេកគិតថាអញត្រូវធ្វើម៉េចដើម្បីដកឃ្លារួចពីប្តីនឹងបើប្តីចងយ៉ាងហ្នឹងក៏នឹកឃើញថាបើអញ្ចឹងមកក្រុងហ្នឹងមានល្បីស្ត្រីម្នាក់ដែលរកស៊ីនឹងគេហៅសម័យព្រះគេហៅស្ត្រីសោភិនីក្រោយមកគេហៅស្ត្រីផ្កាមាសដល់ក្រោយមកទៀតសម័យយើងនេះគេហៅអីអញ្ចឹងទៅនឹងអីដល់ថាស្ត្រីហ្នឹងគឺស្ត្រីផ្កាសោភិនីមែនប៉ុន្តែជាស្ត្រីដែលមានតម្លៃណាស់ប្រុសមកក្រុងសាវត្ថីនឹងទាំងនាមមើលកាបតីមន្ត្រីរាជការណាតែល្ងាចឡើងម៉ោង3អីនាំគ្នាងូតទឹកសិតសក់ហូបបាយប្រយិបញាប់ទាំងអ្នកមានប្រពន្ធអ្នកមិនតាន់មានប្រពន្ធទាំងចាស់ទាំងក្មេងត្រូវទៅឈរតម្រង់ជួគ្នារាប់ម៉ឺនរាប់សែនអ្នកឲ្យនាងហ្នឹងចាំចេញមករើសយកតែម្នាក់ឯងក្នុងមួយថ្ងៃនោះវាមានតម្លៃអញ្ចឹងណាញោមត្រូវធ្វើឲ្យប្រុសទាំងអស់ឈួតទាំងអស់គ្នាទៅឈរតម្រង់ជួអាមានលុយឲ្យគេឲ្យទៅឈរតម្រង់ជួហើយអាទៅឈរតម្រង់ជួហ្នឹងមិនមែនប្រកាសថាបានទេណាអ្នកខ្លះឈរឲ្យចង់ដាច់ចោលទៅវិញអត់ដែលបានមួយថ្ងៃផងហ្នឹងវាដោយទាំងប្តីនាងឧត្តរាហ្នឹងធ្លាប់ទៅលួចតម្រង់ជួគេដែរទៀតនោះហើយដល់អញ្ចឹងទៅរឿងអាមកលប់និយាយមកមិនចង់បញ្ជាក់ទៀតទេគ្រាន់ចង់បញ្ជាក់សរុបដោយខ្លីមកថាដើម្បីបានទៅស្ដាប់ធម៌ណានាងឧត្តរាថ្ងៃមួយសុកចិត្តទៅនិយាយនាងសរិមាឲ្យសុំមកជួយបំរើប្តីនាងមួយខែនាងចង់បានប្រាក់ខែប្រមាណក៏បានដែរហើយគ្មានអ្នកណាអាចយកនាងសរិមាចេញក្រៅផ្ទះបានទេនាងមិនដៃចេញទទួលអ្នកណាទៅក្រៅផ្ទះទេគឺនៅតែក្នុងផ្ទះរបស់នាងនឹងឯងហើយចង់មន្ត្រីថ្នាក់ណាមកស្ដីតដឹងយករាជរដ្ឋមកទទួលនាងធ្វើមហេសីស្ដេចនគរណាក៏នាងអត់ព្រមដែរមិននិស័យនាងមិនហ្មងហ្នឹងគឺរស់នៅតាមរបៀបអញ្ចឹងមួយថ្ងៃទទួលបរោះម្នាក់បាន1000កហបណៈហើយបានលុយ1000កហបណៈហ្នឹងមកមិនមែនយកទៅហឺហាសបាយទេព្រឹកឡើងឲ្យកូនចៅរៀបចំចង្ហាន់ប្រគេនចង្ហាន់លោក7អង្គយកអាលុយហ្នឹងមកទទួលប្រគេនផាត់លោក7អង្គរៀងរាល់ថ្ងៃអញ្ចឹងដែរវាទៅចេះវិញញោមហ្នឹងមិនបានលុយមកសបាយហឺហារីករាយនឹងអបាយមុខអីប៉ុន្តែគ្រាន់តែថាការចិញ្ចឹមជីវិតរបស់នាងវាទៅជារស៊ីអញ្ចឹងចិញ្ចឹមអញ្ចឹងហើយចង់ស្ដាច់ណាមកស្ដីតដឹងនាងមកធ្វើមហេសីក៏មិនយកដែរសុខចិត្តរស់នៅអញ្ចឹងប៉ុន្តែដល់ពេលនាងឧត្តរាទៅនិយាយពាក្យមួយគ្រាន់តែដល់លើកដៃសាពះសួរនាងសរិមាថានាងខ្ញុំណមកនឹងមានការចង់ពឹងនាងឲ្យទៅជួយណបំរើប្តីខ្ញុំមួយខែនាងចង់យកប្រមាណក៏បានដែររឿងលុយរឿងកាក់មិនខ្វះទេនឹងអ្វីដែលខ្វះគឺគុណធម៌ដែលខ្ញុំចង់បណ្ដោះគុណធម៌បន្តគឺវាខ្វះឥឡូវទ្រពបច្ចុប្បន្ននឹងលែងខ្វះហើយខ្ញុំប្តីក៏ល្អញាតិក៏ល្អអ្នកបំរើក៏ល្អទ្រពក៏មានប៉ុន្តែអ្វីដែលខ្វះគឺគុណធម៌របស់ខ្ញុំចង់បណ្ដោះឲ្យតទៅមុខទៀតវាអត់កើតដោយសារចង់ទៅចម្រើនសេចក្តីល្អស្រាប់ធម៌ឲ្យគេមិនកើតដល់អញ្ចឹងទៅនាងសរិមាសួរថាម៉េចបាននាងចង់ឲ្យខ្ញុំទៅបំរើប្តីនាងថាខ្ញុំអត់ដកឃ្លាពីប្តីខ្ញុំកើតដោយខ្ញុំនិយាយខាងដើមអញ្ចឹងថាទ្រពខ្ញុំមានប៉ុន្តែអ្វីដែលខ្ញុំខ្វះគឺគុណធម៌អញ្ចឹងខ្ញុំចង់ឲ្យនាងទៅបំរើប្តីខ្ញុំដើម្បីខ្ញុំមានឱកាសទៅស្ដាប់ធម៌នឹងគេទៅវត្តប្រព្រឹត្តព្រហ្មចរិយធម៌នឹងគេញោមមកឲ្យអស់ចាណាស់
នាងសរិមាគ្រាន់តែលឺចឹងថាអស់ចឹងនាងឯងមិនបាច់ឲ្យព្លុយខ្ញុំទេខ្ញុំទៅបំរើប្តីនាងឯងមួយខែប៉ាន់មកវិញសុំចែកតប៉ុនឲ្យខ្ញុំបានណែបើតើចេះខ្ញុំស្ដាច់ណាមកយករាជរដ្ឋមកយកក៏មិនទៅដែរប៉ាន់ដល់លឺថានាងនោះវាអស់ចាពេកចាសុកចិត្តជួលស្រីដតីឲ្យទៅនៅជាមួយប្តីដើម្បីខ្លួនឯងបានទៅស្ដាប់ធម៌ហើយពេលហ្នឹងនាងឧត្តរាទៅអាយុ8 10ឯងយកមកនិយាយអាយុ6 10ការបាន2ឆ្នាំអាយុ8 10ញោមគិតមើលហើយទៅជួលស្រីដតីឲ្យមកនៅជាមួយប្តីដើម្បីខ្លួនឯងបានទៅស្ដាប់ធម៌អាយុ8 10ណាហើយចុះឥឡូវយើងទាំងអស់គ្នាយាយនៅខាងអីនេះអាការកោងណាហ្នឹងហើយគេ8 10គេជួលស្រីដតីមកនៅជាមួយប្តីដើម្បីបានទៅស្ដាប់ធម៌ចុះយាយអាការកោងនេះកុំថា8 10អា60ជាង7ជាងហើយអាចរកតាផ្សេងមកនៅមើលយាយផ្សេងមកមើលតាយើងទៅស្ដាប់ធម៌បានទេយាយព្រមទេព្រមអត់បែបតយូរនោះហ្នឹងហើយគេ8 10គេរកស្រីដតីមកនៅជាមួយប្តីដើម្បីបានទៅស្ដាប់ធម៌ឯង78ហើយអត់ព្រមលះតាណាហ្នឹងហើយនាងឧត្តរាមិនមែនលះប្តីតែពីក្មេងអញ្ចឹងទេណាមកមិនបាច់និយាយទៅមុខទៀតរឿងវែងណាពេលចាស់ទៅពេលជារាចូលមកដល់ហើយនាងប្រើវិធីនឹងរហូតដើម្បីបានទៅស្ដាប់ធម៌ប៉ុន្តែពេលជារាចាស់ទៅប្តីក៏នឿយណាយលែងហាមឃាត់ពេលហ្នឹងនាងក៏លះបង់ប្តីទៅមកព្រោះมันមានចិត្តត្រេកតាអាលអីតាំងពីក្មេងមកมันចូលចិត្តនឹងត្រេកតាអាលជាប់ជាពាក់ជាមួយនឹងបញ្ចកាមគុណនេះអត់ទេនាងឧត្តរាតាំងពីក្មេងមកបស្សតិបាមកចបៃតិតាំងពីក្មេងមកប៉ុន្តែដោយសារធម្មតាម្ដាយឪពុកទុកដាក់ហើយក៏ចេះតែរួមរស់នៅធម្មជាតិជាមនុស្សប្រុសនិងស្រីនៅគ្នាអញ្ចឹងទៅប៉ុន្តែឲ្យមានចិត្តត្រេកតាអាលខៀខាំងរារាំងប្តីអីចិត្តជាប់ជាពាក់អីអត់ទេនឹងដល់ពេលបានប្តីនឿយណាយអញ្ចឹងរត់តែសบายចិត្តក៏សុំប្តីចេញទៅបួសញោមនាងឧត្តរាហើយញោមដឹងថានាងឧត្តរាអាយុប្រហែលទេញោមអ្នកស្រាប់ធម៌ណានាងឧត្តរាអាយុប្រហែលយាយវិសាខាអាយុប្រហែល120ចឹងនាងឧត្តរាអាយុវែងណាស់ជាស្ត្រីដែលមានអាយុវែងហើយពេលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពនាងឧត្តរាថេរីណាពេលបួសជាភិក្ខុនីហើយញោមមកសម័យដើមសម្បូរស្ត្រីបួសភិក្ខុនីណាដល់នាងឧត្តរាបានបួសជាភិក្ខុនីពេលមួយនឹងនាងអាយុ120ហើយនឹងភិក្ខុនីនាងឧត្តរាណាឧត្តរាថេរីណាពេលបួសណោជាភិក្ខុនីហើយពេលមួយនាងនៅតែដើរបិណ្ឌបាតហើយយើងគិតមើល120នៅកាន់បាតដើរបិណ្ឌហ្នឹងហើយយើងឥឡូវ120បែបកូនបច្ចុកហ្នឹងអត់ចូលទៀតណាហើយដូចគ្មានអ្នកបាន120ផងទេបើលោកយាយលោកតាមកអាត្មាអាចបានកៅជាង100ជាងតិចតួចបាទព្រោះអាត្មាថាបានពីព្រោះតាអាត្មាអីកៅ7ទេបើគាត់នៅតែធាក់កង់ទៅវត្តលួនគាត់កើតហ្នឹងហើយអញ្ចឹងគិតថាបានតាយាយចំនួនមុនហ្នឹងបាន100ជាងបើក្មេងឡូវឲ្យតែបាន60ទៅព្រះជាម្ចាស់ហើយបើតែ40ហ្នឹងយកពីអូនឈឺហើយគ្រប់តែកន្លែងហ្នឹងអស់នៅអាខ្លះទៅអាយុ50បើវះចង់25ធ្នេហើយហើយណោទៅរ100ជាងឯណាដោយសារអីដោយសារកិលេសរបស់មនុស្សកាន់តែកើនរបៀបរបបនៃការរស់នៅយើងខ្វះអនាម័យខ្លះផងហើយមិនសូវបានគិតគូរពីសុខភាពតាំងពីការដេកដោយឈរអង្គុយហូបចុកចំណីអាហារគីមីថ្នាំព្យាបាលរោគនិងវាប៉ះពាល់សុខភាពយើងច្រើនតាំងពីការហូបចុករស់នៅជាពិសេសថ្នាំពេទ្យអីយាយស្រុកស្រែយើងទាំងអស់គ្នាមិនសូវយល់ដឹងអីទេពីមុនមានតែសម្បកឈើយកមកលេបឥឡូវនេះថ្នាំគេឲ្យលេបមកទូកដៃចេះលេបគេទៅឯងផ្ដាសាយទៅផ្សំថ្នាំអាពេទ្យនោះដាក់ឲ្យ8គ្រាប់អីមកលេបមកពេលហើយមិនដឹងស្អីខ្លះដល់ពេលអ្នកចេះអសរគេមើលទៅប៉ារ៉ានេះមកគ្រាប់ទៅហើយថៃរ៉ាណុលនោះមកគ្រាប់ទៅហើយអ៊ីហ្វេរីកង់នេះមកគ្រាប់ទៅហើយដូលីហ្វ្រានេះមកគ្រាប់ទៅនឹង7 8គ្រាប់ហើយថ្នាំផ្សះនោះមកគ្រាប់ទៅនឹងហើយអាថ្នាំបំបត្តិឈឺកំពង់កនេះមកគ្រាប់ទៀតទៅអាថ្នាំស្អីផ្សេងទៀតសរុបមកកាត់ស្លេះនេះមកគ្រាប់ទៀតទៅអញ្ចឹងសរុបទៅ7គ្រាប់ប៉ុន្តែក្នុង7គ្រាប់ហ្នឹងគ្រាន់តែរាប់មិញណាអាប៉ារ៉ាអ៊ីហ្វេរីកង់ថៃរ៉ាណុលវីតអ៊ីហ្វេរីកង់អា4ហ្នឹងគឺថ្នាំក្តៅទាំងអស់ហើយជួក៏ដាក់មកដូចគ្នាក៏តែឈ្មោះវាខុសគ្នាដែរបាទថ្នាំបំបត្តិក្តៅទាំងអស់ហ្នឹងអត់តែដាក់រាវទៅហើយវាត្រូវណាយកហ្នឹងហើយអាដាក់ចេះដាក់រាវបាទអាកាពះឲ្យថ្លើមមនុស្សនេះមិនមែនចេះរាវដូចដៃរាវណា
nè ta đã tao tôi chỉ cần thằng nào mà tôi chỉ riêng say tôi chỉ tầm rong nôn tôi chỉ say tịch ti này chẳng ba mà nửa lâu nọ ai dụ ăn về như nhưng mà hay bờ chầm nay ha mình đang chỉ say bờ trọ chanh trô nó nè thôi ta lôi phải mơn máu nó ao trô lại trong đất quả bay trô rồi ăn mưa đang là hay đòi trô mà hay bàn về nó mình đào chay tam tô đều về tôi chết cùng dây hương là dương bằng dây cá đây dương dây là thò dương nè thò đấy và dương nè hộp nó thật kết đa na cua hô và na mình hô cùng trẻ đặt chỗ nên ngày dương mơ hay cho ngày dụ về nhưng phải lại và ca hộp chọc đầm đo chung quanh tẹt dương nâng tư nên ngày dụ về nha nó nói dương dây đường thò dương này phê muối lưỡi dây vì xa khá dụ mà rồi mà phay hai nhôm á để niên ốt tà thì khẩu này niên ốt tà thề rây nó dụ mà rồi mà phay bắt đầu bằng căn ba ta đào bắn thom mà đá dụ mà rồi mà phay nhôm ai đào bắn nắng nọ phê muối miếng mà đang kết ấy nhôm ta bắn ba ban hái ót chăn luôn ai thì gió ta thoai pre đỏ hòn này à bắn bàn ngày tì muối giờ ta thoai pre đỏ hòn ngày tì pi giờ ta thoai pre đỏ hòn ngày tì bảy giờ ta thoai pre đỏ hòn ngày tì bốn đâu ót hô luôn ai liên ta tật ba hô của lô cho non đám ta bắn ót bán liên tật bát hô à nè ngài hãy ót sẵn cọp nhàng chi về tình tri ở một bật tàu tam đồng nào chẳng từng đòi chẳng nọ ót hô luôn ai đào bắn bát cho mà oi bị khổ mà đòn chỉ pi đòn chẳng tới có đòi về ngày tì buồn đó đào mà đòn tiếp cho là chê chỉ po luôn ai vừa ót theo phong ạp lương thiết nó một đốt cổng lôi nè sẽ đây xây clean nâng khăn phong hay cổng lăng có chóc soi phong à dụ có trơn phong hay ọt bài bay buồn ngày hái có cho anh chia cho po luôn ai nó đua pru nâng một và sọ nâng từ ban bò để sát nom kia lơ kia quạt làng do tơ à srom bay trò po nâng kia tơ à srom tới đầm nâng nâng đăng đo pre đầm miền bờ phê pre ong có nhang tơ nợ thom mà ruột cứ caประទានទៅនៅបធរដល់នាងឧត្តរាធេរីប្រាប់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយនាងឧត្តរាសន្សំទៅនៅសេចក្តីល្អប្រព្រឹត្តព្រហ្មចរិយធម៌ព្យាយាមក្នុងការចម្រើនគុណធម៌នេះមិនមែនទើបតែអាយុ120នេះទេច្រើនជាតិមកហើយដែលនាងឧត្តរានឹងគឺសន្សំគុណតម្លៃនៃសេចក្តីល្អនិងព្យាយាមប្រព្រឹត្តព្រហ្មចរិយធម៌ដូចនេះច្រើនជាតិណាស់ណែញោមមិនមែនជួលប្តីអាចជួលស្រីដតីឲ្យទៅនៅជាមួយប្តីដើម្បីបានប្រព្រឹត្តសេចក្តីល្អតែជាតិហ្នឹងឯណានាងមានលក្ខណៈផ្សេងក្នុងការរកវិធីធ្វើម៉េចដើម្បីដោះខ្លួនទៅចម្រើនសេចក្តីល្អមិនមែនមួយជាតិហ្នឹងទេហើយអាការព្យាយាមចម្រើនសេចក្តីល្អចង់បានសេចក្តីល្អបដោះគុណធម៌សម្រាប់ដំណើរជីវិតប្រព្រឹត្តទៅលោកមួយផ្សេងទៀតហ្នឹងលៀងចង់បានលោកកុត្តរកុសលនិងអរិយទ្រព្យហ្នឹងមិនមែនតែជាតិហ្នឹងទេចឹងប្រាប់ដល់ភិក្ខុទាំងឡាយព្រះអង្គសម្ដែងអតីតនិទានកាលពីអតីតនាងឧត្តរាកើតមកជាកូនពាណិជ្ជជាកូនព្រាហ្មណ៍ចេះប្រព្រឹត្តសេចក្តីល្អចេះនឹងភិក្ខុទាំងឡាយស្ដាប់ទៅក៏កើតបៃតេសោមនស្សរីករាយសង្វេគហើយនឹងលើកសរសើរអំពីគុណនាងឧត្តរាធេរីក៏គ្រប់គ្នាចឹងទៅស្ដាប់ធម៌កើតសេចក្តីជ្រះថ្លាចំពោះវិរិយៈគឺសេចក្តីព្យាយាមក្នុងការសន្សំសេចក្តីល្អរបស់នាងឧត្តរានឹងបានសម្រេចសោតាសក្តិអនាគារហ័តគ្រប់គ្នាពេលនឹងនាងឧត្តរាខ្លួនឯងក៏ញ៉ាំងទៅនៅសោតាបតិផលឲ្យលុះឡើងដែរសម្រាប់គុណធម៌ជាន់ខ្ពស់ដែរណដោយអំណាចនៃការចម្រើនទៅនៅគុណធម៌និងសេចក្តីល្អព្យាយាមក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌នឹងញោមពិចារណាមើលពីក្មេងលះប្តីខ្លួនឯងឲ្យស្ត្រីដតីមកនៅបម្រើដើម្បីបានស្ដាប់ធម៌ចាស់ហើយបានទៅបួសប្រព្រឹត្តព្រហ្មចរិយធម៌នៅតែខំប្រឹងព្យាយាមចម្រើនសេចក្តីល្អនិងរក្សាទៅនៅសីលសង្វរៈឥន្ទ្រីសង្វរៈញាណសង្វរៈនឹងចម្រើនទៅនៅសមថវិបស្សនាមិនអស់ចិត្តទេអត់សង្កត់ធ្វើកាយខ្លួនឯងឲ្យលំបាកដើរបណ្ឌបាតបានចង្ហាន់មិនបរិភោគខ្លួនឯងយកទៅប្រគេនព្រះអរហន្តទៅទៀតខ្លួនឯងចាក់ត្រុតត្រោមហើយក្រំគ្រាហើយនៅតែប្រឹងព្យាយាមបំពេញកុសលធម៌រឿយចំណិចជាកាលនឹងដោយពាក្យមួយគេថាបើស្រឡាញ់ខ្លួនកំពួនធ្វើបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អឃើញទេញោមសន្សំធម៌សាបសង្វាតធម៌សដូចជាស្កររសារោប៉ែងបើស្រឡាញ់ខ្លួនកុំនាំនេះពួនធ្វើបាបអាពាក្យថាពួនធ្វើបាបហ្នឹងមិនទៅដូចនៅវត្តបាណាទេបាតាវេរមណីដល់តែអត់អីស៊ីលេចកើតអត់មានមនុស្សនៅក្បែរតមន់មួយភូអាហ្នឹងគេហៅពួនធ្វើបាបអាងតែគេអត់ឃើញចឹងគេថាបើស្រឡាញ់ខ្លួនកុំពួនធ្វើបាប
ហើយថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អតើនេះយាយនេះគេឃើញគេថាគេថាថ្នមសុខភាពដើម្បីយើងសុខភាពល្អទៅយើងបានសន្សំសេចក្តីល្អប្រព្រឹត្តព្រហ្មចរិយធម៌នឹងបានយូរអង្វែងអញ្ចឹងបានព្រះអង្គសម្ដែងថាបើមានទ្រព្យហើយកុំភ្លេចសុខភាពអញ្ចឹងអាមានទ្រព្យក៏ដោយអាក្រទ្រព្យក៏ដោយបោះចូលក្នុងជ្រោះជ្រៅកុំភ្លេចកាពះនោះគឺសំដៅដល់សុខភាពហ្នឹងហើយហូបឲ្យដឹងពេលកំប្រឹងហួសហេតុពេកដឹងម៉ោងសម្រាប់ម៉ោងហូបម៉ោងដើរខ្លីប៉ុណ្ណឹងចុះដល់ទី4ព្រះលោកថាបើមានទ្រព្យកប់ទុកក្នុងពធរណីអាហ្នឹងបានដល់អីញោមធ្វើបន់សន្សំសេចក្តីល្អទុកទៅមុខទៀតព្រោះការធ្វើបន់ឲ្យទៀនហ្នឹងវាជាសម្ពាយធម៌មួយគេសោតតែសិលទុកដូចជាតួយានទៀនទុកដូចជាស្បៀងអាហារញោមឃើញទេសិលទុកដូចជាតួយានទៀនទុកដូចជាស្បៀងអាហារភាវនាដោយលោកគ្រូអាចារ្យលើកហាត់ថាតម្រង់ផ្លូវទៅកាន់លោកខាងនេះដោយរីករាយអត់សត្រូវសុខស្រួលតរៀងទៅឈ្មោះគោលដៅទៅអនពេលចឹងគេថាសិលទុកដូចជាតួយានទៀនទុកដូចជាស្បៀងចឹងយើងនាំអ្នកធ្វើបន់ឲ្យទៀនកប់ទុកក្នុងពធរនាងដូចយើងដាក់ស្បៀងទៅតាមខ្លួនយើងពេលដែលយើងចត់តិបច្ចុប្បន្ននេះបដិសន្ធិក្នុងកំណើតណាមួយផ្សេងទៀតបដិសន្ធិក្នុងកំណើតណាមួយផ្សេងទៀតគឺអត់ខ្វះទេអំផ1 2 3 1 2 3អញ្ចឹងយើងពេលមានទ្រព្យធ្វើបន់ឲ្យទៀនទុកផងទុកជាស្បៀងណាពីព្រោះយកពិចារណាថាយើងគ្រាន់តែធ្វើដំណើរពីអាការកោងទៅលេងសៀមរាបចងាយដីសៀមរាបសោះនិយាយពីយាយខ្លះបើថាគ្រាន់តែទៅដើរលេងចងាយសៀមរាបនិយាយពីឡើងដាំបាយទុកតាំងម៉ោង3ដាំបាយផងបុកកសាំងផងត្រីឆ្អើ2ទៅតាមផងអាហ្នឹងទឹកសុត2ដបទៀតអាខ្លះឡើងដាំទឹកតែមួយពងទៅទៀតអាហ្នឹងគេហៅថាស្បៀងសម្រាប់យើងធ្វើដំណើរគិតថាទៅផ្លូវឆ្ងាយយើងត្រូវមានស្បៀងណាបើឆ្ងាយអីត្រឹមសៀមរាបញ៉ាំឯងខំប្រឹងឡើងដាំបាយតាំងម៉ោង3ដាក់អាំងត្រីបុក7បុកកសាំងតាំងម៉ោង3នេះមកនិយាយបុកកសាំងបុក7បុកកសាំងមកពីខ្លួនឯងវាចូលចិត្តអាហ្នឹងនិយាយអាហ្នឹងទៅខំប្រឹងឡើងបុក7បុកកសាំងតាំងម៉ោង3ព្រោះត្រៀមតែស្អែកហ្នឹងធ្វើដំណើរទៅលេងសៀមរាបឆ្ងាយណាញោមមកត្រឹមសៀមរាបយើងថាឆ្ងាយចុះដំណើរនៃវត្តដាក់ឆ្លងពិភពនេះទៅកាន់ភពមួយផ្សេងទៀតពីបច្ចុប្បន្ននេះទៅអនាគតជាតិមួយទៀតតើវាឆ្ងាយប៉ុណ្ណាដូចអដៅកាលនេះជាអដៅកាលអីញោមអូវ៉ៃអ្នកកាកោអដៅកាលរកឋិនកាលហ្នឹងបែបអត់ធ្វើកឋិនទេយ៉ាងនេះតដល់ថ្ងៃលកតយ៉ាំបានដាក់កឋិនមកចឹងអដៅកាលនេះជារដូវកឋិនណាហេតុអីបានមកលើកនិយាយរឿងហ្នឹងដោយសារចង់និយាយអារឿងយើងដើមតងមិញតែផ្លូវឆ្ងាយណាយើងគិតថាឆ្ងាយសៀមរាបយើងគិតថាឆ្ងាយយើងធ្វើដំណើរដើរផ្លូវឆ្ងាយត្រឹមសៀមរាបយើងខំប្រឹងរកស្បៀងទុកសកួរតាមផ្លូវចុះតម្រាំតែវត្តដាក់វវល់ចុះឡើងពីភពមួយទៅភពមួយពីកាមភពទៅរូបភពពីរូបភពទៅអរូបភពវវល់កើតស្លាប់សន្សំចុះតម្រាំតែផ្លូវដែលយើងឆ្លងជាតិពីជាតិមួយទៅជាតិមួយផ្សេងទៀតយើងរឹតតែត្រូវការស្បៀងប៉ុណ្ណាស្បៀងយើងក្នុងទីនេះសម្រាប់លោកកតរៈខាងមុខមិនមែនបុកកសាំងទេស្បៀងយើងសម្រាប់ទៅមុខមិនមែនត្រីអាំងត្រីឆ្អើទេគឺកុសលធម៌មានកុសលធម៌ថ្នាក់ទានកុសលធម៌ថ្នាក់សិលកុសលធម៌ថ្នាក់ភាវនាអា3ហ្នឹងជាស្បៀងណាយាយហ្នឹងហើយសម្រាប់លោកកតរៈខាងមុខមិនមែនបុកកសាំងទេស្រាប់ឲ្យតន់ហ្នឹងហើយព្រះសម្មាសម្ពុទ្ធប្ររពចំពោះភិក្ខុ30រូបហ្នឹង